សូមជូនរឿងមុនស្នេហ៍ក្រមុំវិកលចរិតភាគទី1ក្រុមហ៊ុនលក់គ្រឿងសំណង់ដ៏ធំមួយនៅក្នុងទីក្រុងភ្នំពេញដែលមានឈ្មោះថា Global Style ក្រោមកិច្ចសហប្រតិបត្តិការពីសំណាក់អ្នកវិនិយោគជាច្រើនក្នុងនោះមានក្រុមគ្រួសារអភិជនមួយដែលមានភាគហ៊ុនច្រើនជាងគេត្រូវបានតែងតាំងធ្វើជាអគ្គនាយកគ្រួសារនេះមានសមាជិកតែ3នាក់ប៉ុណ្ណោះគឺឪពុកម្ដាយនិងកូនប្រុសម្នាក់ប៉ុន្តែបន្ទាប់ពីលោកសម្បត្តិមានជំងឺបេះដូងត្រូវចេញទៅព្យាបាលនៅឯបរទេសមកតំណែងអគ្គនាយកត្រូវបានប្រគល់ទៅឲ្យកូនប្រុសរបស់លោកឈ្មោះថាវិសុទ្ធជាអ្នកកាន់កាប់ជំនួសម៉ោងប្រហែលជា5ល្ងាចពេលដែលវិសុទ្ធចេញពីធ្វើការបើកឡានមកដល់ក្រៅរបងក្រុមហ៊ុនមានស្រីក្មេងវ័យប្រហែល24ឆ្នាំម្នាក់ស្លៀកពាក់រខេរខាសក់ក្បាលសើងកន្ទ្រើងរោគមើលមិនយល់មកឈរអើតលើមនៅក្បែររបងរបស់ក្រុមហ៊ុនវិសុទ្ធក៏ប្រាប់ឲ្យអ្នកបើកឡានឈប់ភ្លាមរួចហើយក៏ចុះទៅឈរនៅក្បែរនារីចម្លែកម្នាក់នោះណែនាងមានបំណងអីបានជាមកអើតលើមនៅទីនេះតើនាងជាអ្នកណានារីអាណាមិកភ្ញាក់ដូចជាជន់ក្បាលពោះងាកមកសម្លឹងកំឡោះយ៉ាងយូរស្ទើរមិនចង់ទម្លាក់ភ្នែកហាក់ដូចជាកំពុងពិចារណាពីរូបសម្បត្តិរបស់កំឡោះដែលឈរទល់មុខនាងបន្ទាប់មកក៏ប្រញាប់ងាកខ្លួនបំរុងដើរចេញដោយមិនស្ដីតបមួយម៉ាត់ក៏ប៉ុន្តែត្រូវវិសុទ្ធខាត់មិនឲ្យទៅណាព្រោះកំពុងតែចង់ដឹងថាតើនាងជាអ្នកណាគេខំប្រឹងសួរជាលើកទី2ណែនាងមិនតាន់អាចទៅណាបានទេដរាបណាមិនតាន់ឆ្លើយនឹងសំណួរអំបញ្ញមិញនេះនារីចម្លែករលាស់ដៃចេញព្រមនឹងទឹកមុខមាំនិយាយទៅម្ចាស់សំណួរខ្ញុំជាអ្នកណាមានអីតាក់ទងនឹងលោកមិនក៏ថាមិនតាក់ទងនាងដឹងទេថាទីនេះជាកន្លែងអីតើនាងមានកិច្ចការអ្វីបានជាមកឈរអើតលើមនៅទីនេះបើនាងមិនព្រមប្រាប់ខ្ញុំទេខ្ញុំនឹងហៅសន្តិសុខមកចាប់នាងទៅប៉ុស្តិ៍ប៉ូលីសមិនខានទេនារីរូបស្រស់សោយធ្វើមិនដឹងតើលោកមិនដឹងថាប៉ាខ្ញុំជាអ្នកណាទេបានជាហ៊ាននិយាយបែបនេះបើមិនដឹងខ្ញុំប្រាប់ចុះថាប៉ាខ្ញុំជាប្រធានក្រុមហ៊ុនមួយនេះហើយគឺលោកកំពុងតែដើរចេញចូលរាល់ថ្ងៃនេះលោកមិនដឹងថាខ្ញុំជាកូនអគ្គនាយកទេឬអ្នកកំឡោះប្រវីក្បាលសើចងាកទៅរកអ្នកបើកឡាននិយាយគ្នាមួយសន្ទុះធំទៅតែដឹងថានាងជាមនុស្សវិកលចរិតមកពូឆាប់ចុះមកចាប់ដាក់ឡានទៅមិនដឹងជារត់ចេញពីមន្ទីរពេទ្យប្រហែលថ្ងៃមកហើយទេបានជាសម្លៀកបំពាក់ក៏ខ្វក់មើលមិនយល់បែបនេះបានដូចចិត្តពូច័ន្ទអ្នកបើកឡានចុះមកចាប់នាងក្រមុំដាក់ទៅក្នុងឡានក្រមុំទុរគតប្រកែកប្រណាំងមិនព្រមទៅហើយចេះតែស្រែកថាឆាប់ឡើងយើងទៅប្រយ័ត្នលោកប៉ារបស់យើងប្តឹងប៉ូលីសចាប់ឯងដាក់គុកយើងនឹងមិនឲ្យឯងរួចខ្លួនទេចាំមើលចុះនៅក្នុងឡាននារីរើបំរាស់ក្រាញននាលហើយចេះតែស្រែកថានាងជាកូនអ្នកមានឪពុករបស់នាងធ្វើជាអគ្គនាយកកាន់តែធ្វើឲ្យវិសុទ្ធគិតថានាងម្នាក់នេះឈួតខ្លាំងមែនតែនហើយគេទ្រាំមិនបានក៏ស្រែកគំរាមនាងនៅឲ្យស្ងៀមបានទេបើនៅតែពេបនេះទៀតខ្ញុំច្រានទម្លាក់ពីលើឡានស្លាប់មិនខានទេគ្រាន់តែឮបែបនេះនាងបាត់មាត់ជ្រាបមិនហ៊ាននិយាយអ្វីទៀតរថយន្តបសម្ដៅមកដល់មន្ទីរពេទ្យវិកលចរិតទើបមេនាវីធ្វើភ្នែកសខាងមិនស្មានថាបរិសនេះនាំនាងមកកាន់កន្លែងមិនគួរឲ្យនៅយ៉ាងនេះសោះឃើញអ្នកគ្រូពេទ្យចេញមកវិសុទ្ធបង្ហាញអ្នកជំងឺដល់អ្នកគ្រូពេទ្យថាគេរើសបាននៅមុខក្រុមហ៊ុនមេនាវីខំប្រកែកទេអ្នកគ្រូគេម្នាក់នេះយល់ច្រឡំហើយគេគិតថាខ្ញុំជាមនុស្សឈួតតែការពិតខ្ញុំជាមនុស្សល្អជាសោះហ្នឹងអ្នកគ្រូកុំជឿគេឲ្យសោះណាវិសុទ្ធក៏ប្រាប់ទៅអ្នកគ្រូពេទ្យអ្នកគ្រូឆាប់ចាប់គេទុកទីនេះទៅអ្នកគ្រូគិតទៅមើលស្លៀកពាក់រខេរខាបែបនេះហើយមកប្រាប់ថាជាកូនអគ្គនាយកបើមិនឈួតហៅថាម៉េចទៅវិញអ្នកគ្រូក្រវីក្បាលមើលទៅនាងក្រមុំហើយអស់ដៃនាងមកតាមអ្នកគ្រូមកណាអ្នកគ្រូនាំទៅស្លៀកពាក់ឲ្យស្អាតដើម្បីឲ្យខ្លាចជាកូនអគ្គនាយកនោះអីណាហើយសំបីតែអ្នកគ្រូក៏ជឿសម្ដីគេម្នាក់នេះដែរមែនទេស្រាប់តែនាងក្រមុំគិតថាបើនាងប្រាប់គេត្រង់ហើយគេមិនជឿបើអញ្ចឹងមានតែស្របតាមគេហើយ
Cha bật màn hai ở bánh mình nín nhầm gì cả họ tê cả bẩn nhầm chỉ nẹ rơ sầm ram tam trên cham thân nó prote ở cầm lăng pe đại sa đạch bài pi bảy ngày bỏ hai tơ bản đan ở tơ chia này dây đẹp bản được chứ nè ở nhầm sầm tóc phong này đâu bạc liền bài mấy con mình này xong kê tròn tới chăm bạch của họ nè dục đôi từ tình bài hộp tư nè cầm lọ hỏi bạ từ ao niềng hai bài tới này dây chỉ môi nè rùa bền xong tôi nè rùa phong đại một đồng khan vị sọt bầm rong đa trình bàn tay tới này đi ập họp ở một bèn bị mục niềng co dùng ông bò co kê đòi tập một cô ai ăn nứt bạ ni bà lông ao nhom tình bài hôm cứ chạy bàn tay buổi ngày bận nó bà lông bắt chị ăn nứt nhom men chui dục nhom tôi thuê cà phong tư nan lông nè có bàn tay bẹt nhom đôi chị men mình nụ gục ròn hay nan lông nè ăn nứt nhom phong nhom xômแต่bài hộp bận nó mìnhយកប្រាក់ខែទេណាខ្ញុំសុំវល់ដោយមិនបាច់គិតច្រើនវិសុទ្ធក៏បានយល់ព្រមព្រោះតែអាណិតនាងដែរនៅតាមឡាននាយបានសាកសួរនាងតើនាងឈ្មោះអ្វីចាខ្ញុំមែនទេមែនហើយមានអ្នកឯណាទៀតនារីទូរគតធ្វើជារោគនឹកមួយស្របក់ហើយក៏ឆ្លើយថាខ្ញុំឈ្មោះដែនគេគ្រប់គ្នាហៅខ្ញុំថាអាដែនលោកក៏អាចហៅខ្ញុំថាអាដែនបានដែរអាដែនវិសុនសាឡបងហៅពីរោះដែរតើមែនហើយអ្នកណាក៏ថាឈ្មោះនាងពីរោះដែរចុះលោកឈ្មោះអ្វីបន្តិចទៀតគង់តែដឹងទេប៉ុន្តែខ្ញុំចង់ដឹងពេលនេះប្រាប់ខ្ញុំភ្លាមមកលោកខូចម្លេះសួរឈ្មោះខ្ញុំហើយគ្រាន់តែឈ្មោះខ្លួនឯងក៏មិនប្រាប់ដែរអាដែនស្រែកគំរាមដោយយកដៃបំរុងច្របាច់កចៅវាយធ្វើឲ្យវិសុទ្ធភ័យក្រវិះដៃនាងចេញណែនាងជំងឺឈួនរើឡើងវិញឬយ៉ាងម៉េចហ្នឹងណាហើយខ្ញុំមិនគួរនាំនាងមកផ្ទះសោះសុំតោះលោកនាងខ្ញុំទប់អារម្មណ៍ខ្លួនឯងមិនបានអើខ្ញុំសុំតោះណាកុំហៅខ្ញុំថាលោកនាយតែហេតុអីទៅខ្ញុំមិនចូលចិត្តទេហៅខ្ញុំថាលោកប្រុសទៅបានហើយចាលោកប្រុសវិសុទ្ធនាងនិយាយថាមិនអំបញ្ញមិញខ្ញុំដូចជាលឺនាងហៅឈ្មោះខ្ញុំមានឯណាលោកស្ដាប់ច្រឡំតែដឹងខ្ញុំមិនតន់ស្គាល់ឈ្មោះលោកផងស្រីម្នាក់នេះដូចជាចម្លែកណាវិសុទ្ធគិតទាំងមានចម្ងល់ក្នុងចិត្តរថយន្តបរសម្ដៅដល់ភូមិគ្រឹះស្ដុកស្ដំមួយក៏បត់ចូលក្នុងរបងផ្ទះវិសុទ្ធនាំអាដែនចូលក្នុងផ្ទះដើម្បីឲ្យអ្នកបម្រើឯទៀតបានស្គាល់គ្រាន់តែក្រឡេកភ្នែកឃើញអាដែនពួកជើងឈ្នួលទាំងនោះនាំគ្នាពេបមាត់ខ្សឹបខ្សៀវគ្នាមិនដឹងជាយកក្មេងសំទានមកធ្វើអីទេលោកប្រុសដូចជាចិត្តល្អដល់ហើយអ្នកទាំងអស់គ្នាខ្ញុំសូមផ្ញើមនុស្សម្នាក់ផងគេឈ្មោះថាអាដែនសូមជួយបង្ហាត់បង្ហាញការងារផ្ទះដល់នាងផងចុះវិសុទ្ធនិយាយហើយក៏ដើរឡើងទៅជន់លើបាត់ទុកឲ្យពួកមាត់ចាក់មាត់ព្រាបឈរក្រឡឹងសំឡក់ស្ទើរជ្រុះក្របភ្នែកអាដែនទ្រាំមិនបានក៏ស្រែកឡើងមួយទំហឹងបានហើយមើលអីមើលម្លេះមិនដែលឃើញមនុស្សទេអីមើលអីក៏មើលមិនចេះក្រែងចិត្តគេសោះយីនាងនេះអីក៏ឆ្នះម្លេះមិនដឹងជាដាក់ស្នេហ៍បន្ទន់ចិត្តលោកប្រុសយ៉ាងណាទេបានជាលោកប្រុសយល់ព្រមយកមកនៅផ្ទះជាមួយនោះដាក់ឬមិនដាក់វាទៅស្អីយាយឯងឆាប់ទៅរកសម្ភារបំពាក់ថ្មីឲ្យខ្ញុំស្លៀកពាក់ភ្លាមបើមិនអញ្ចឹងទេរត់ផាសក្រញ៉ាំឥឡូវនឹងហើយស្លាប់ហើយណែសួនទៅរកសម្ភារបំពាក់ថ្មីមកឲ្យវាមកប្រយ័ត្នវាសម្លាប់យើងចោលឥឡូវហ្នឹងចាស់អ៊ំបន្ទាប់ពីអាដែនងូតទឹកផ្លាស់សម្ភារបំពាក់ថ្មីរួចហើយធ្វើឲ្យអ្នកដតីទៀតចំហមាត់ធ្វើភ្នែកស្លើគ្រប់គ្នានាងដើរក្រពាត់ដៃមើលទៅគេហើយនិយាយយ៉ាងម៉េចមិនដែលឃើញស្រីស្អាតទេអីបានជាម្នាក់ឈរត្រឹងស្ទើរតែភ្លេចដកដង្ហើមទោះនាងស្អាតយ៉ាងណាក៏គ្មានអ្នកណាគេប៉ែតតៃដែរនាងអើយបើឆ្នះម្លឹងនោះណែអ៊ំខាត់ប្តីអ៊ំឲ្យតែជាប់កុំឲ្យតែបាត់ទៅនេះជួយប្រាប់ទេណាហើយនាងក៏ដើរឡើងទៅលើទៅបន្ទប់របស់វិសុទ្ធអាដែនដើរទៅគោះទ្វារបន្ទប់ដេករបស់ចៅវាយដោយគ្មានក្រែករឯងចិត្តអ្នកណាគេមានការអីគឺអាដែនណាលោកប្រុសនាយយើងដើរទៅបើកទ្វារលិចវងភ័ក្រដល់ស្រស់ប្រាំប្រៃស្ទើរទប់ចំហមិនបានវិសុទ្ធខំសម្រួលទឹកមុខសួរនាងមានការអីជាមួយខ្ញុំដែរចាអបសពព្រោះទីនេះជាកន្លែងថ្មីខ្ញុំចង់មករកគ្នាជជែកលេង
ស្លាប់ហើយអាដែនមានអ្នកបំរើឯណាដែលអបសុកហើយមកចង់ជជែកលេងជាមួយចៅវាយនោះវាមិនដែលមានទេចង់ឲ្យខ្ញុំធ្វើម៉េចបើអបសុកមែនលោកប្រុសឲ្យនាងខ្ញុំអង្គុយមើលលោកប្រុសធ្វើការផងបានទេបានចូលមកចុះចាស់អរគុណហើយឃើញទេទើបតែមកនៅបានកន្លះថ្ងៃសោះចេះគួរសមហើយតាបន្ទាប់ពីអង្គុយមើលវិសុទ្ធធ្វើការអស់មួយសន្ទុះអាដែនស្ងាត់ហមហើយក៏ប្តីក្បាលធ្វើជាលក់នៅលើស្មារបស់វិសុទ្ធងាយងាកមុខមកគយគុណសម្រស់ដ៏ល្អគ្មានពីរហើយគិតតែម្នាក់ឯងមិនដឹងជាអ្នកណាទេមានកូនស្រីល្អយ៉ាងនេះបែរជាបណ្ដោយឲ្យដើរហើរពាសវាលពាសកាលមិនដឹងជាគ្នាបានជួបរឿងអាក្រក់យ៉ាងណាទេវិសុទ្ធអោនជំពិតស្ពល់បុប្ផាតាមចិញ្ចើមថ្នល់ហើយក៏លើកបីនាងដាក់ទៅលើសាឡុងមែនវីបើកភ្នែកពព្រឹមបន្តិចម្ដងសម្លឹងមើលមេនប់យ៉ាងស្រស់ទន់គួរឲ្យអាណិតតើខ្ញុំធ្វើឲ្យអាដែនភ្ញាក់មែនទេចាមិនអីទេតើលោកប្រុសមិនស្អប់ខ្ពើមខ្ញុំទេបើគូដណ្ដឹងលោកប្រុសដឹងច្បាស់ជាមិនសប្បាយចិត្តទេហើយចុះមិនក៏នាងដឹងថាខ្ញុំមានគូដណ្ដឹងការពិតខ្ញុំនិយាយស្មានទេតើលោកប្រុសមានមែនឬក៏អត់មែនខ្ញុំមានគូដណ្ដឹងរួចហើយគឺចាស់ជាអ្នករៀបចំឲ្យតែខ្ញុំមិនដែលស្គាល់មុខនាងនោះយ៉ាងម៉េចទេតើលោកប្រុសស្រឡាញ់នាងទេឲ្យស្រឡាញ់យ៉ាងម៉េចបើមិនដែលស្គាល់មុខគ្នាផងនាងនោះទៅរៀននៅឯប្រទេសក្រៅតាំងពីតូចម្លេះពេលនេះមិនទាន់ដឹងថារៀនចប់ឬក៏នៅទេតែបើតាមគិតមើលទៅនាងប្រហែលជាមានសង្សាររាប់មិនអស់ផងមិនដឹងនារីនៅបរទេសរកទុកចិត្តមិនបានទេលោកប្រុសកុំចេះតែគិតផ្ដេសផ្ដាសអីនាងគ្រាន់តែទៅរស់នៅទីនោះមិនមែនជាជនជាតិបរទេសឯណាជួនកាលការគិតស្មានរបស់លោកប្រុសធ្វើឲ្យសម្ព័ន្ធភាពជាគូដណ្ដឹងល្អកកក៏ថាបានយីអាដែនឥឡូវកាន់តែដឹងខុសត្រូវជាងមុនហើយបើនាងយល់ព្រមខ្ញុំនឹងខិតខំរកពេទ្យព្យាបាលនាងឲ្យជាលោកប្រុសគិតថាខ្ញុំឈួតទៀតហើយការពិតខ្ញុំគ្រាន់តែសរសៃប្រសាទទេតាខ្ញុំអាចលប់សតិម្ដងពេលដែលគ្មានអ្នកណានៅថែទាំខ្ញុំព្រោះខ្ញុំមិនដឹងថាខ្លួនឯងជាអ្នកណាមកពីណានោះទេនឹងហើយទើបខ្ញុំត្រូវតែរកពេទ្យមកព្យាបាលឲ្យជាខ្ញុំមិនបានថានាងឈួតឯណាឥឡូវនាងទៅគេងចុះព្រោះខ្ញុំក៏ងុយដែរចាបើអញ្ចឹងខ្ញុំទៅគេងហើយបំរុងងើបចេញទៅនាងឆ្លៀតមើលទៅកុំព្យូទ័របន្តិចហើយងាកមកនិយាយជាមួយចៅវាយខែនេះក្រុមហ៊ុនលោកប្រុសចំណេញច្រើនណាស់ដល់ទៅរាប់ម៉ឺនដុល្លារអញ្ចឹងហើយបានជាឆាប់មានម្ល៉េះវិសុទ្ធស្ដាប់នាងចប់ងាកមកមើលកុំព្យូទ័រហើយនិយាយម្នាក់ឯងយីវាក៏ចរិតអីក៏ចេះមើលទិន្នន័យច្បាស់ម្ល៉េះអាដែនដើរមកដល់មុខបន្ទប់របស់ខ្លួនលោកយកទូរស័ព្ទដៃមកចុចធ្វើប្រងើយអាឡូខ្ញុំសេដ្ឋាណាម៉ាក់ហើយមិនក៏ចំណាំសម្លេងខ្ញុំមិនបាននៅខាងក្រៅបន្ទប់ឯនោះវិញមានមនុស្សពីរនាក់កំពុងតែលបចាំស្ដាប់ក្រមុំនិយាយគ្នាបន្ទាប់មកក៏ងាកមកសັບខ្សៀវគ្នាម្នាក់និយាយឡើងឃើញទេខ្ញុំថាឈួតមែនអ៊ំជឿហើយឬនៅមនុស្សឯណាដែលនិយាយថាស្រឡាញ់ប្តីគេត្រង់បែបនេះឃើញមុខមាត់ស្អាតបាតដំបងស្មានតែមិនអីដល់មកស្ដាប់លើនិយាយម្នាក់ឯងបែបនេះទើបច្បាស់ថាឈួតអ៊ំថាយើងគួរតែប្រយ័ត្នឲ្យមែនតែនស្រួលមិនស្រួលវាធ្វើជាឈួតហើយចង់លួចយកទ្រព្យសម្បត្តិរបស់លោកប្រុសផងមិនដឹងមែនហើយអ៊ំមនុស្សប្រភេទនេះទុកចិត្តមិនបានទេតោះយើងស្ដាប់វាប៉ុណ្ណឹងបានហើយទៅដេកវិញអារុនរះចោលរស្មីពីទិសខាងកើតក្រហមព្រាកមនុស្សម្នាចាប់ផ្ដើមធ្វើការតាមមុខងាររៀងខ្លួនវិសុទ្ធយួរកាតាបចុះពីជាន់លើមកដល់តុអាហារត្រូវអ្នកបម្រើម្នាក់រត់មកប្រាប់លោកប្រុសយប់មិញនេះមានរឿងគួរឲ្យភ្ញាក់ផ្អើលណាស់មានរឿងអីសួនការពិតនាងដែននោះជាមនុស្សឈួតទេតាយប់មិញនាងខ្ញុំឮវានិយាយម្នាក់ឯងអ្នកប្រុសមិនក៏យកមនុស្សកំឡោះក៏និយាយកាត់មែនហើយខ្ញុំភ្លេចប្រាប់អាដែនមិនមែនឈួតទេនាងមានជំងឺសរសៃប្រសាទសួនឯងកុំប្រកាន់គេអីចាត់ទុកថាយើងជួយមនុស្សដូចគ្នាចុះប៉ុន្តែបានហើយខ្ញុំទៅធ្វើការហើយនាងសួនដើរទៅគោះទ្វេបន្ទប់អាដែនទាំងខ្លាចរអាញញើតញញើមមានការអីនឹងសួនអីយ៉ាកណ្ដុំឆែប
ញាក់ឲ្យប្រើល្មមក្រៅហើយមកជួយធ្វើការងារខ្លះទៅដេកត្រមួកម្លេះយើងមិនធ្វើអីយើងទៅវិញភ្លាមទៅប្រយ័ត្នត្រមិនបានច្របាច់កឲ្យស្លាប់នៅទីនេះតែម្ដងទៅហើយនាងសួនក៏ប្រញាប់រត់ចេញទៅបាត់អាដែនលួចសើចម្នាក់ឯងហើយក៏ចូលទៅក្នុងបន្ទប់យកប៊ិចនិងសៀវភៅមកតែមិនដឹងថាយកមកធ្វើអីទេម៉ោងប្រហែលជា3រសៀលអាដែនប្រាប់ថាចង់ចេញទៅដើរលេងបន្តិចគ្មានអ្នកណាហ៊ានជំទាស់ទេហើយអាដែនគំរាមថាបើហ៊ានតែទូរស័ព្ទទៅប្រាប់លោកវិសុទ្ធនាងនឹងសម្លាប់ទាំងអស់គ្នាម្នាក់សុទ្ធតែឆោតដោយចាញ់សម្លុតអាដែននាងម្នាក់នេះចង់ធ្វើអីអញ្ចេះយើងគួរតែទៅតាមដានវាទេអ៊ំទៅរកងាប់អីឯងស្រីនេះមិនធម្មតាទេបើវាដឹងខ្លួនយើងច្បាស់ជាស្លាប់មុនវាទៀតផងធ្វើមិនដឹងទៅល្ងាចឡើងពេលដែលវិសុទ្ធត្រឡប់មកពីធ្វើការវិញមិនឃើញអាដែនគេក៏សួរទៅអ៊ំសែមគាត់ភ័យញ័រមាត់ឆ្លើយមិនចង់ចេញគឺថាអេលោកប្រុសត្រឡប់មកពីធ្វើការវិញហើយអាដែនមកសំងន់ធ្វើអីនៅទីនេះអ៊ំសែនងាកមកនិយាយជាមួយនាងសួនមកវិញពីពេលណាខ្ញុំមិនដឹងទេអ៊ំភ្លឹបភ្លេតដូចជាអំពិលអំពែកអញ្ចឹងណែអាដែនយកថ្នាំនេះទៅលេបទៅណាខ្ញុំបានទៅបើកពីមន្ទីរពេទ្យឲ្យអរគុណលោកប្រុសហើយត្រូវតែខំលេបដើម្បីឲ្យឆាប់ជាឬទេចាស់ដឹងហើយខ្ញុំទៅលើហើយគ្មានអ្នកណាម្នាក់ក្រៅពីវិសុទ្ធហ៊ាននិយាយច្រើនជាមួយនឹងអាដែនទេព្រោះដូចជាចាញ់កំណាចនាងអញ្ចឹងអាដែនក៏បានធ្វើម្ហូបមួយចានហើយហាមមិនឲ្យអ្នកណាហូបទេក្រៅពីវិសុទ្ធម្ហូបនេះអ្នកណាជាអ្នកធ្វើគឺនាងខ្ញុំអ្នកប្រុសពិសាទៅមើលឆ្ងាញ់ទេថាម៉េចនាងជាអ្នកធ្វើដូចជាលេងសើចពេកហើយតើនាងមានបំណងអីបានជាធ្វើម្ហូបនេះគឺដើម្បីឲ្យអ្នកប្រុសទម្លាប់ខ្លួនឲ្យហើយងាយស្រួលពេលដែលរៀបការភរិយាអ្នកប្រុសនិយមតែម្ហូបបរទេសនាំឲ្យការរស់នៅមិនចុះសម្រុងគ្នាមិនវីវទៅហើយប៉ុន្តែខ្ញុំឆ្ងល់ថាហេតុអីនាងចេះធ្វើវាចម្លែកណាស់ចំពោះខ្ញុំដែលនាងចេះធ្វើម្ហូបបែបនេះហើយមានរសជាតិឆ្ងាញ់ទៀតផងអរគុណដែលអ្នកប្រុសសរសើរនិយាយដល់រឿងគូដណ្ដឹងនេះខ្ញុំទៅតែទទួលដំណឹងថាគូដណ្ដឹងខ្ញុំត្រឡប់មកវិញហើយស្អែកនេះខ្ញុំត្រូវណាត់ជួបនាងទៀតផងហើយខ្ញុំត្រូវទៅដើរលេងជាមួយនាងតែ2នាក់ខ្ញុំពិតជាមិនទាន់បានត្រៀមខ្លួនសោះខាងស្រីគេមិនគិតផងអ្នកប្រុសចាំបាច់បារម្ភធ្វើអីស្អែកនេះអ្នកប្រុសត្រូវតែទៅជួបនាងតែងខ្លួនឲ្យសង្ហាណាខ្ញុំដឹងហើយស្ដាប់តាអាដែនម្ដងចុះអូមែនហើយក្រែងអ្នកប្រុសមិនទាន់ស្គាល់មុខគូដណ្ដឹងផងធ្វើម៉េចអាចដើរលេងជាមួយគ្នាកើតទៅពួកយើងបានដឹងពីរបៀបរៀបចំខ្លួននិងទីតាំងរួចអស់ហើយការពិតទៅខ្ញុំក៏ចង់ដឹងដែរថាគូដណ្ដឹងខ្ញុំនោះមានមុខមាត់យ៉ាងម៉េចបានជាលោកប៉ាដាច់ខាតត្រូវតែឲ្យខ្ញុំរៀបការជាមួយមិនដឹងជានាងមានលក្ខណៈពិសេសត្រង់ណាទេស្អែកគង់តែដឹងទេខ្ញុំទៅដេកហើយជិះក្បាលណាស្ដាប់អ្នកប្រុសយូរទៅធុញមែនតើវិសុទ្ធក្រវីក្បាលនឹងពាក្យសម្ដីនេះហើយក៏ប្រឡាស់ខ្លួនទៅជន់លើបាត់ស្អែកវិសុទ្ធទៅធ្វើការតែមួយពេលក៏ត្រូវដល់ម៉ោងណាត់ជាមួយគូដណ្ដឹងកន្លែងដែលគេណាត់ជួបគ្នាគឺជាភោជនីយដ្ឋានបរទេសមួយវិសុទ្ធដើរទៅអង្គុយចាំនាងមុនប្រហែល10នាទីក៏លេចរូបរាងនាងសិដ្ឋាដែលជាគូដណ្ដឹងដើរកាច់រៀងលវក់ចុះលវក់ឡើងហើយមកអង្គុយចំពីមុខគេវិសុទ្ធស្ទើរតែស្លុតស្មារតីនាងសិដ្ឋាចាប់ផ្ដើមនិយាយទៅកាន់គេមុននេះជាលើកទី1ហើយដែលយើងបានជួបគ្នាមិនក៏បងធ្វើភ្នែកស្លក់ដូចជាបានជួបខ្មោចអញ្ចឹងតែខ្ញុំវាអាក្រក់ណាស់មែនទេវិសុទ្ធភ្ញាក់ពីសម្លឹងគេប្រឹងសម្រួលអរិយាបថនិយាយតបវិញមិនមែនទេគឺបងគ្រាន់តែរំភើបតែមានគូដណ្ដឹងស្រស់ស្អាតពេកម្យ៉ាងទៀតគឺយើងទៅជួបគ្នាជាលើកដំបូងទើបបងដូចជាមិនទាន់បានត្រៀមខ្លួនអូការពិនគឺអញ្ចឹងទេខ្ញុំក៏រំភើបចិត្តណាស់ដែរតែមានគូដណ្ដឹងសង្ហាដូចជាបងដឹងទេពីដំបូងខ្ញុំប្រកែកមិនព្រមរៀបការទេព្រោះតែមិនទាន់ដឹងថាគូដណ្ដឹងខ្ញុំមានមុខមាត់យ៉ាងម៉េចហើយមានអត្តចរិតបែបណាតែពេលនេះទោះជាចង់ខាត់ខ្ញុំក៏មិនជាប់ដែរព្រោះបងមិនត្រឹមតែសង្ហាប៉ុណ្ណោះទេ
ថែមទាំងជាសុភាពបរិសុទ្ធទៀតផងខ្ញុំពេញចិត្តមែនតើអរគុណហើយដែលសិដ្ឋាមិនស្អប់ខ្ពើមបងអ្នកបំរើក៏យកមនុយមកហុចឲ្យពិសុទ្ធក៏សម្លឹងចុះសម្លឹងឡើងឃើញម្ហូបដែលអាដែនធ្វើឲ្យញ៉ាំការពីម្សិលក៏ប្រាប់ទៅអ្នកបំរើហើយសួរទៅនាងសិដ្ឋាអូនសិដ្ឋាចង់កំងម្ហូបអីដែរបងយកអីខ្ញុំយកនឹងដែរយក2ចានមកអញ្ចឹងចាស់លោកភាគទី1សូមថ្លេសត្រឹមនេះសិនសូមអរគុណ